ធ្លាប់តែច្រៀងលើឆាកតន្ត្រីធំពេលនេះកម្ពុជាតារាចម្រៀងតនច័ន្ទសីមាផ្ដល់នូវភាពរីករាយជូនអ្នកគាំទ្រច្រៀងក្នុងផាបជាលើកដំបូងកម្ពុជាតារាចម្រៀងតនច័ន្ទសីមាត្រៀមនឹងយកបទចម្រៀងល្បីៗដំបូងមកច្រៀងក្នុងផាបជូនជាកាដូដល់អ្នកគាំទ្រទស្សនិកជនធ្លាប់តែឃើញកម្ពុជាតារាចម្រៀងស្រីតនច័ន្ទសីមាឡើងឆាកប្រគំតន្ត្រីធំជុំវិញខេត្តក្រុងដោយឡែកថ្មីនេះនាងត្រៀមនឹងយកមានវត្តមានច្រៀងនៅក្នុងផាបដើម្បីផ្ដល់នៅភាពរីករាយនិងជាកាដូសម្រាប់អ្នកគាំទ្រនៅក្នុងឆ្នាំថ្មីនេះជាច្រើនឆ្នាំនៅក្នុងសិល្បៈតារាចម្រៀងតនច័ន្ទសីមាមិនធ្លាប់ចេញចម្រៀងឬសម្ដែងនៅក្នុងផាបណាមួយឡើយភាគច្រើននាងទទួលតែការសម្ដែងនៅក្នុងតាមការប្រគំតន្ត្រីធំនៅក្នុងកម្មវិធីធំប៉ុណ្ណោះទន្ទឹមនឹងកេរ្តិ៍ឈ្មោះកាន់តែល្បីសុសសាយពេញនៅក្នុងនិងក្រៅប្រទេសកញ្ញាតនច័ន្ទសីមាក៏បានរិះរកអ្វីដែលថ្មីដើម្បីចែកជូនជាកាដូសម្រាប់អ្នកគាំទ្ររបស់ខ្លួនផងដែរជាពិសេសនៅប៉ុន្មានថ្ងៃខាងមុខនេះនាងត្រៀមនឹងមានវត្តមាននៅក្នុងការសម្ដែងនៅក្នុងផាបមួយនៅក្នុងទីក្រុងភ្នំពេញផងដែរបើតាមគម្រោងកម្ពុជាតារាចម្រៀងតនច័ន្ទសីមានឹងច្រៀងនៅក្នុងផាបមួយដែលមានឈ្មោះថាបាយនៅបង្កក់ដែលនឹងរៀបចំឡើងនៅថ្ងៃទី20ខែកុម្ភៈឆ្នាំ2026ជុំវិញនៅការចូលរួមច្រៀងនិងសម្ដែងរបស់តារាចម្រៀងតនច័ន្ទសីមាជាលើកដំបូងនៅក្នុងផាបនេះត្រូវបានប្រភពព័ត៌មានស្និទ្ធជាមួយនាងបង្ហើបប្រាប់ថាកញ្ញាតនច័ន្ទសីមាចង់ផ្ដល់ភាពសប្បាយរីករាយនិងជាកាដូសម្រាប់អ្នកគាំទ្រនាងនៅក្នុងឆ្នាំថ្មីនេះដោយជូនជាមួយនឹងនាងផ្ទាល់ព្រមទាំងអាចជជែកនិងថតរូបជុំគ្នាជាមួយនឹងការត្រៀមបង្ហាញវត្តមាននៅក្នុងផាបជាលើកដំបូងនេះកញ្ញាតនច័ន្ទសីមាត្រៀមយកបទចម្រៀងមនោសញ្ចេតនាល្បីៗរបស់នាងដែលបានចូលរួមសិល្បៈដំបូងដើម្បីច្រៀងនិងសម្ដែងជូនបងប្អូនទស្សនិកជនរួមលេងកម្សាន្តជុំមិត្តភ័ក្តិនិងគ្រួសារកុំភ្លេចណាត់ជួបមិត្តភ័ក្តិនិងដៃគូឲ្យហើយជួបជាមួយកម្ពុជាតារាចម្រៀងនៅក្នុងដួងចិត្តរបស់បងប្អូនដើម្បីទទួលបាននូវអារម្មណ៍ថ្មីប្លែកនិងផ្ដល់នូវភាពរីករាយនៅចុងសប្តាហ៍នេះ